សួស្តីបងប្អូនអរគ្នាអញ្ចឹងនៅក្នុងវីដេអូផងដែរយើងនៅស្គាល់អំពីទីតាំងរបស់វិទ្យាស្ថានអភិវឌ្ឍសហគមន៍និងការសិក្សារៀនសូត្រនៅក្នុងវិទ្យាស្ថានអភិវឌ្ឍសហគមន៍ដែលខ្ញុំនឹងរៀបរាប់ប្រាប់បងប្អូនអរគ្នានៅក្នុងវីដេអូនេះផងដែរអញ្ចឹងទីតាំងរបស់វិទ្យាស្ថានយើងស្ថិតនៅក្នុងសាកលវិទ្យាល័យជាតិស៊ីនកំត្រៃមាសដែលសាកលវិទ្យាល័យជាតិស៊ីនកំត្រៃមាសគឺស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ 8A នៅត្រង់ចំណុចឃុំភូមិថ្នកែងឃុំស្មោងខាងជើងស្រុកកំត្រៃមាសខេត្តព្រៃវែងអញ្ចឹងទីតាំងរបស់សាកលវិទ្យាល័យយើងគឺថាមានបរិយាកាសត្រជាក់ល្អមានដើមឈើច្រើនមែនតើនេះអ្នកស្រឡាញ់ព្រៃឈើអីគឺមកគឺដឹងតែពេញចិត្តតែម្ដងអញ្ចឹងការសិក្សានៅវិទ្យាស្ថានអភិវឌ្ឍសហគមន៍របស់យើងគឺសិក្សារយៈពេល3ឆ្នាំដោយឥតគិតថ្លៃមានន័យថាចាប់ពីកម្រិត1រហូតដល់កម្រិត3គឺយើងមិនមានការបង់ប្រាក់ទេវាជាឱកាសដ៏ពិសេសសម្រាប់បងប្អូនដែលបញ្ចប់នៅសញ្ញាបត្រមធ្យមសិក្សាបឋមភូមិហ្នឹងលុះត្រាតែជាងប្រឡងជាប់បានយើងមានសិទ្ធិក្នុងការដាក់ពាក្យចុះឈ្មោះចូលរៀននៅវិទ្យាស្ថានអភិវឌ្ឍសហគមន៍របស់យើងដែលមានជំនាញចំនួន5គឺជំនាញគណនេយ្យគឺយើងត្រូវការសិស្សចំនួន30នាក់ជំនាញគិតសាស្ត្រត្រូវការសិស្សចំនួន30នាក់ជំនាញបសុវប្បកម្មយើងត្រូវការសិស្សចំនួន20នាក់ជំនាញអេឡិចត្រូនិកត្រូវការសិស្សចំនួន30នាក់និងវិទ្យាសាស្ត្រកុំព្យូទ័រយើងត្រូវការសិស្សចំនួន30នាក់ផងដែរលក្ខណៈពិសេសរបស់វិទ្យាស្ថានអភិវឌ្ឍសហគមន៍យើងគឺទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់សិស្សដែលរៀនពូកែនិងសិស្សដែលមានបានក្រីក្រឬបានហានិភ័យរៀនជាមួយសាស្ត្រាចារ្យដែលមានបទពិសោធន៍ច្រើនឆ្នាំឬពេលខ្លះអាចសាស្ត្រាចារ្យដែលគាត់បង្រៀននៅសាកលវិទ្យាល័យក៏គាត់មកបរៀននៅវិទ្យាស្ថាននេះផងដែរវិទ្យាស្ថានអភិវឌ្ឍសហគមន៍របស់យើងគឺជាគ្រឹះស្ថានរបស់រដ្ឋដែលក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំយុវជននិងកីឡាមានអន្តេក្នុងការឲ្យសិស្សដែលមកពីខេត្តឆ្ងាយស្នាក់នៅដោយមិនគិតថ្លៃមានឧបករណ៍គ្រប់គ្រាន់ក្នុងការឲ្យសិស្សអនុវត្តទៅតាមជំនាញរបស់ពួកគេរៀងខ្លួននៅក្នុងវិទ្យាស្ថានរបស់យើងក៏មានមកបំណិនដែលតម្រូវឲ្យសិស្សគ្រប់ជំនាញទាំងអស់គឺពួកគាត់ទៅដាំដំណាំផ្សេងនៅកន្លែងដាំដំណាំអញ្ចឹងមានន័យថានៅពេលដែលយើងចប់នៅទីនេះក៏យើងមិនត្រឹមតែចេះតែជំនាញទេក៏យើងអាចចេះក្នុងការដាំដំណាំផ្សេងផងដែរហើយក៏ថែមទាំងមានម៉ោងអប់រំចិត្តដែលអប់រំឲ្យយើងមានការគិតដែលត្រឹមត្រូវដោយសារតែនៅពេលដែលម៉ោងអប់រំចិត្តហ្នឹងគឺព្រះសង្ឃមកធម្មទេសនាឲ្យយើងស្ដាប់ឬក៏ពេលខ្លះលោកគ្រូគាត់ចែករំលែកនៅបទពិសោធន៍របស់ពួកគាត់ដើម្បីឲ្យយើងយកគំរូតាមពួកគាត់អញ្ចឹងទៅក្រោយបញ្ចប់ការសិក្សានៅវិទ្យាស្ថានអភិវឌ្ឍសហគមន៍អញ្ចឹងសិស្សគឺមានសញ្ញាបត្រមួយគឺសញ្ញាបត្រអប់រំបច្ចេកទេសកម្រិត3ដែលមានតម្លៃស្មើនឹងសញ្ញាបត្របាក់ឌុបផងដែរអញ្ចឹងនៅពេលដែលសិស្សបាក់ឌុបទទួលបានឯទេស A បានរង្វាន់អីអញ្ចឹងយើងជាសិស្សអប់រំបច្ចេកទេសបានឯទេស A ដែរគឺយើងបានរង្វាន់នឹងដូចគ្នាឬអាចបើអាជីវកម្មផ្ទាល់ខ្លួនឬក៏បម្រើការងារនៅតាមស្ថាប័នណាមួយប្រកបដោយវិជ្ជាជីវៈនិងមានប្រាក់កម្រៃសមរម្យសិស្សមានចំណេះដឹងនិងចំណេះធ្វើគ្រប់គ្រាន់ក្នុងការប្រកបការងារផ្សេងឬបង្កើតមុខរបរខ្លួនឯងអញ្ចឹងនៅវិទ្យាស្ថានរបស់យើងគឺចាប់ផ្ដើមទទួលពាក្យនៅថ្ងៃទី13ខែកក្កដាឆ្នាំ2026ផងដែរនិងចាប់ផ្ដើមចូលរៀននៅថ្ងៃទី2វិច្ឆិកាឆ្នាំ2026ដដែលនោះផងដែរប្រសិនបើសិស្សដែលចង់ស្វែងយល់អំពីជំនាញនីមួយអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូក្រោយខ្ញុំនឹងទៅសាកសួរព័ត៌មានអំពីសិស្សជំនាញនីមួយនៃវិទ្យាស្ថានអភិវឌ្ឍសហគមន៍យើងផងដែរ